Chỉ số là khu ngày nay dương thưa tại tôi cho mỗi lần video OTP cryptography generate symmetric key as OpenSSL bản tay được này việc bầu cho mỗi lần SAមួយទៀតចឹងជួយដំបូងខ្ញុំនឹងបង្កើត folder មួយទៀតជាប្រភេទcryptography ខ្ញុំដាក់ឈ្មោះថា OpenSSL អូខេហើយខ្ញុំនឹង cd ចូលទៅក្នុង folder មួយហ្នឹងបន្ទាប់មកខ្ញុំនឹងបង្កើត folder មួយទៀតគឺ OSA នៅក្នុង folder cryptography OpenSSL ចឹងបន្ទាប់មកខ្ញុំនឹងធ្វើការ ls ចូលយើងឃើញថាមាន folder OSA ក្នុងហ្នឹងហើយអញ្ចឹងយើងធ្វើការ log ចូលមកទៅធ្វើការចូលទៅកាន់ folder ហ្នឹងយើង cd OSA ហើយយើង slash ចូលអូខេហើយតោះមកគឺយើងវាយ command មួយទៀតតទៅនឹង OpenSSL chain side dot out my OSA folder របស់យើងជាប្រភេទ private dot pem 2040ហើយមួយទៀតយើងដាក់វាជា public យើងដាក់ in មួយទៀត my OSA នេះគឺ private ដែរប៉ុន្តែយើងធ្វើការ pop វា out dot out my OSA public dot pemបន្ទាប់មកគឺយើងវាយ OSA dot in my OSA private dot pem dot text dot not okបន្ទាប់មកយើងនឹងវាយ command មួយទៀត OpenSSL OSA my OSA private dot pem dot text dot notអូខេបន្ទាប់ពីយើងវាយចូលហើយយើងចូលទៅ command មួយទៀតទៅលើ OpenSSL OSA dot in my OSA private dot pem ហើយ dot text dot notអូខេនេះជា encrypt យើងបានបង្កើតអញ្ចឹងបន្ទាប់មកគឺយើង back ទៅវិញទៅកាន់ cryptography OpenSSL
hay dương nằmបង្កើត folder category មួយទៀតទៅលើ DSA ហើយមួយទៀត ECDSA ហើយយក LS មើលនៅក្នុងហ្នឹងគឺវាមាន DSA OSA ED ECDSA អូខេអញ្ចឹងយើងនឹងចូលទៅកាន់ DSA មុនខ្ញុំសូមធ្វើការ clear នេះបន្តិចសិនអញ្ចឹងយើងចូលមកកាន់ command មួយទៀតទៅលើ OpenSL DSA param out my DSA param pam 2040តបមកគឺយើងវាយ command មួយទៀត OpenSL OpenSL gen out my DSA underscore ហើយ private pam my DSA underscore param pam អូខេហើយមួយទៀតយើងវាយទៅលើ DSA យើងដក in my DSA underscore private pam pop out my DSA underscore យើងដាក់ជា public pamអញ្ចឹងនៅពេលដែលយើងវាយចូលខ្ញុំធ្វើការ CD ចេញទៅខាងក្រៅហើយបន្ទាប់មកគឺយើងចូលទៅកាន់ folder មួយទៀតគឺ folder ECDSA អូខេហើយយើងវាយទៅលើ command មួយទៀត OpenSL param gen key name prime 256 v1 out ហើយ my ECDSA private pam open SL income
ok vàต่อមកយើងធ្វើការ cd វាចេញដែរហើយយើងចូលមកកាន់បង្កើត folder មួយទៀតគឺ mkdir ទៅលើ ASX ចឹងយើង cd ចូលcd crypto សិនcd crypto graphy ហើយតបមកយើងនឹង cd មកតាំងទៀតយើងនឹងបង្កើត folder មួយទៀតmkdir ហើយ cd ASX អូខេនៅពេលដែលយើង log ចូលជាមួយនឹងនេះហើយយើងនឹងបង្កើត folder មួយទៀតmkdir ទៅលើ RSA ហើយយើងនឹង cd RSA ចូលទៅក្នុងនឹងមកតាំងទៀតតមកគឺយើងវាយ command asx underscore keychain .t RSA ទៅដែរ .b size up 96 4096.f slash asx slash id .rsaអូខេអញ្ចឹងមុនហ្នឹងខ្ញុំវាយទៅលើ comment មួយនេះដោយសារតែមុនហ្នឹងយើងធ្វើនេះវាទៅវា error អញ្ចឹងនេះគឺជា comment ដែលខ្ញុំវាយមុនហ្នឹងហើយខ្ញុំបាន fix វារួចហើយអញ្ចឹងនៅក្នុងនេះវាឲ្យយើង enter ទៅលើsay មក paraphrase ហ្នឹងប៉ុន្តែយើងចុចទៅ enter ទៅបានហើយអញ្ចឹងនៅក្នុងនេះគឺវាមាន key fingerprint ដែលមានទៅលើ RSA ហើយនឹងតម្លៃរបស់វាគឺ4096 អញ្ចឹងបន្ទាប់មកគឺខ្ញុំ cd ចេញហើយខ្ញុំនឹងបង្កើត folder មួយទៀត mkdir ទៅលើ dsa បន្ទាប់មក cd dsa slash ហើយយើងវាយ command មួយទៀត sx keygen .t .dsa .f
ហើយslash ចុច asx slash id underscore dsa អូខេអញ្ចឹងតទៅពីយើងបានវាយរួចហើយនេះគឺជា DSA មួយទៀតដែលយើងបានបង្កើតឡើងអានេះគឺ RSA 4096អានេះគឺ DSA 10/24ហើយខ្ញុំនឹង cd out វាចេញម្ដងទៀតហើយយើងនឹងបង្កើត folder មួយទៀតទៅលើECDSA អូខេហើយខ្ញុំនឹងcd មកតង់ទៀតហើយយើងវាយទៅលើ ASX ដក keychain dot t ECDSA dot b 521 dot f dot asx slash id ECDSA អូខេអញ្ចឹងយើងឃើញថាកន្លែងនេះគឺយើងបានបង្កើតមួយទៀតទៅលើECDSA 521ទៅលើ encrypt អញ្ចឹងមួយទៀតខ្ញុំនឹងធ្វើការ cd ចេញទៅក្រៅតមកគឺយើងបង្កើត folder មួយទៀតគឺ ed 25519ហើយ cd វាចូលតមកគឺយើងវាយ command មួយទៀតkeychain dot t ed 25519 dot fហើយយើងដាក់ slash dot asx slash id underscore ed 25519អូខេអញ្ចឹងកន្លែងហ្នឹងគឺយើងបានបង្កើតទាំងអស់មាន4គឺ RSA ដែលមានតម្លៃ4096 DSA 1024 ECDSA 521ជាមួយនឹង ED 25519គឺតែ256អញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនលោកគ្រូ